ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផ្លូវធំរបស់ទីក្រុងមូស្គូដោយទៅនឹងរាល់ឆ្នាំនៅដើមខែឧសភាត្រូវបានដាក់ពង្រីរថក្រោះដែលមានអាយុ80ឆ្នាំនិងក្លិនប្រេងសាំងពីរថយន្តយោធាដើម្បីរីករាយរបស់អ្នកស្រុកជាច្រើនទីហ៊ានបានដើរដង្ហែហាត់សមជាច្រើនដងសម្រាប់ក្បួនដង្ហែនៅថ្ងៃចែកជំនះ9ឧសភានៅមុនថ្ងៃព្រឹត្តិការណ៍ជាក់ស្ដែងប៉ុន្តែខណៈដែលទីក្រុងមូស្គូរៀបចំសម្រាប់ក្បួនដង្ហែជាលើកទី4របស់ខ្លួនចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបរិយាកាសនៅឆ្នាំនេះគឺខុសគ្នានៅក្នុងខែនេះលោក Volodymyr Zelensky បាននិយាយថាអ៊ុយក្រែនមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងក្នុងអំឡុងពេលទស្សនីយភាពយោធារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបើកទ្វារឲ្យមានការរំពឹងទុកថាអ៊ុយក្រែនអាចកំពុងពិចារណាទៅលើគោលដៅយោធាដែលវាប្រហារនៅក្នុងប្រទេសរុស្ស៊ីក្នុងអំឡុងព្រឹត្តិការណ៍នេះក្បួនដង្ហែទិវាជ័យជំនះមិនដូចទៅនឹងអ្វីផ្សេងទៀតនោះទេប្រពឡើងនៅក្នុងថ្ងៃខួបដ៏សំខាន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ1960និងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ1995វាបានក្លាយទៅជាការបង្ហាញមោទនភាពជាតិដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ីដែលមានបំណងបង្ហាញពីអតីតកាលដ៏រុងរឿងរបស់ប្រទេសនិងការបន្តភាពរឹងមាំខាងយោធាការអាឡោះអាល័យក្រោមសម័យអធិរាជសូវៀតនេះបានឈានដល់ចំណុចកំពូលក្រោមការដឹកនាំរបស់លោក Vladimir Putin ដែលបង្ហាញពីការលះបង់ពិសេសក្នុងការអបអរសាទរជាសាធារណៈចំពោះជ័យជំនះរបស់សហភាពសូវៀតទៅលើពួកណាស៊ីអាល្លឺម៉ង់នៅឆ្នាំ2025នេះមានបំណងចង់ឲ្យមានភាពទាក់ទាញជាងការចុះផ្សាយមុនឲ្យមានការអញ្ជើញទៅកាន់មេដឹកនាំបរទេសជាជនរួមដែលមានវត្តមានរបស់ពួកគេដែលត្រូវបានគេសន្មតបង្ហាញពីជំហរអន្តរជាតិរបស់រុស្ស៊ីក្នុងការអញ្ជើញចូលរួមនោះគឺមានប្រធានាធិបតីនៃប្រទេសអាស៊ីកណ្ដាលក្បួនដង្ហែនៅឆ្នាំនេះមានប្រធានាធិបតីលោកស៊ីជីនពីងប្រធានាធិបតីប្រេស៊ីលនិងនាយករដ្ឋមន្ត្រីស្លូវ៉ាគីក្នុងចំណោមអ្នកផ្សេងទៀតបញ្ជីរាយនាមភ្ញៀវនេះមានភាពផ្ទុយស្រឡះពីក្បួនដង្ហែកាលពីឆ្នាំមុនដែលរៀបចំសម្រាប់មេដឹកនាំបរទេសមកពីប្រទេសបេឡារុសបណ្ដាប្រទេសអាស៊ីកណ្ដាលដូចជាកុយប៉ាឡាវនិងហ្គីណេបេសាហើយរឹតតែច្បាស់ជាងនេះទៅទៀតនៅក្នុងឆ្នាំ2022នៅពេលដែលគ្មានជនបរទេសបង្ហាញខ្លួនទូទៅសោះជាប្រតិកម្មបន្តិចលោកសេនស្គីប្រធានាធិបតីអ៊ុយក្រែនបានធ្វើការអធិប្បាយរបស់លោកទៅលើការមិនទទួលខុសត្រូវសម្រាប់សន្តិសុខនៃក្បួនដង្ហែដោយក្រុមមន្ត្រីជាន់ខ្ពស់បានធ្វើការអះអាងនេះម្ដងទៀតនៅថ្ងៃបន្ទាប់ក្នុងថ្ងៃដែលឈានដល់ការដង្ហែក្បួនអ៊ុយក្រែនបានបង្ហាញខ្លួនថាមានសមត្ថភាពបច្ចេកទេសក្នុងការវាយប្រហារទៅលើរដ្ឋធានីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូត្រូវបានបិទជាច្រើនដងដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពអ៊ុយក្រែនដែលធ្វើឲ្យចរាចរណ៍ផ្លូវអាកាសពិបាកខណៈពេលដែលជនជាតិរុស្ស៊ីកំពុងធ្វើដំណើរសម្រាប់វិស្សមការក្នុងអំឡុងពេលឈានចូលដល់ថ្ងៃចែកជំនះយោងទៅតាមអ្នកឯកទេសដែលតាមដានសកម្មភាពយោធាអ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីខណៈពេលដែលការវាយប្រហារភាគច្រើនទៅលើទីក្រុងមូស្គូត្រូវបានស្ទាក់ចាប់ដោយការការពារដែនអាកាសយន្តហោះគ្មានមនុស្សបើកមួយចំនួនតូចអាចគ្រប់គ្រងនៅក្នុងទីក្រុងអ្នកវិភាគជនខ្ពស់នៅ ACLED ដែលជាអង្គការអន្តរជាតិដែលបានតាមដានចំនួនយោធានិងអំពើហិង្សានយោបាយនៅទូទាំងពិភពលោកបាននិយាយនៅក្នុងខែមីនាថាគណៈដែល 90% នៃការវាយប្រហាររបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ីត្រូវបានផ្ដោតទៅលើតំបន់ព្រំដែនបេក្ខរ៉ននិងតំបន់ខឺសយើងនៅតែកត់សម្គាល់ការវាយប្រហារចំនួន14លើកទៅលើតំបន់មូស្គូក្នុងការវាយប្រហារចំនួន4ដងទៅលើទីក្រុងមូស្គូយោងទៅតាមអ្នកវិភាគរូបនេះមានន័យថាយន្តហោះគ្មានមនុស្សបើករបស់កងទ័ពអ៊ុយក្រែននឹងចាំបាច់ទៅដល់ទីក្រុងមូស្គូនៅថ្ងៃទី9ខែឧសភានោះទេបញ្ហាចម្បងមួយគឺការពិតដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងបិទអ៊ីនធឺណិតចល័តនៅក្នុងរដ្ឋធានីនៅក្នុងអំឡុងពេលព្រឹត្តិការណ៍ក្នុងការប្រមើលមើលសកម្មភាពយោធាអ៊ុយក្រែនអ្នកវិភាគរូបនេះបានប្រាប់សារព័ត៌មាន Kyiv Independent ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនភាគច្រើនត្រូវបានណែនាំដោយប្រព័ន្ធ GPS ហើយនឹងរងផលប៉ះពាល់ដោយការកាត់ផ្តាច់នេះដោយមានតែបំណេះតូចមួយនៃយន្តហោះគ្មានមនុស្សបើកដែលប្រើដោយ AI ដើម្បីទៅដល់គោលដៅរបស់ពួកគេជាទូទៅកងកម្លាំងអ៊ុយក្រែនព្យាយាមបញ្ជូនយន្តហោះគ្មានមនុស្សបើកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីគេចពីការការពារដែនអាកាសរបស់រុស្ស៊ីយន្តហោះគ្មានមនុស្សបើកដែលមានតិចជាងនេះឱកាសដែលយ៉ាងហោចណាស់ចំនួន1គ្រឿងនឹងធ្វើការវាយប្រហារទៅលើគោលដៅនៅតែមានការលំបាកក្នុងការប្រាប់ពីអ្វីដែលនឹងកើតឡើងនៅថ្ងៃទី9ខែឧសភាក្នុងទីក្រុងមូស្គូ
ក្នុងការប៉ុនប៉ងដើម្បីធានាទស្សនីយភាពយោធាដែលគួរឲ្យភ្ញាក់ផ្អើលពីការវាយប្រហារដោយមានសក្តានុពលណាមួយលោកពូទីនបានប្រកាសបិទឈប់បាញ់ឯកតោភាគីសម្រាប់ពេលធ្វើព្យុហយាត្រាអ៊ុយក្រែនមិនបានចូលព្រមចំពោះបិទឈប់បាញ់រយៈពេល3ថ្ងៃនោះទេហើយបាននិយាយថាខ្លួនបន្តដាក់ញត្តិរយៈពេល1ខែលោកសិនស្គីបានហៅការស្នើសុំរបស់លោកពូទីនថាជាការសម្ដែងដែលត្រូវបានរចនាឡើងដើម្បីបន្ធូរបន្ថយភាពឯកោអន្តរជាតិរបស់រុស្ស៊ីនិងបង្កើតបរិយាកាសអំណោយផលសម្រាប់ការប្រពៃទិវាជ័យជំនះនៅក្នុងទីក្រុងមូស្គូជាមួយទៅនឹងទ្រឹស្ដីអ៊ុយក្រែនមានសមត្ថភាពវាយប្រហារទៅលើទីក្រុងមូស្គូសំណួរនៃចេតនាកើតឡើងជុំវិញព្រឹត្តិការណ៍នេះនាវិភាគដែលគ្របដណ្ដប់អ៊ុយក្រែននៅវិទ្យាស្ថានកិច្ចការអន្តរជាតិប៉ូឡូញហៅកាត់ថា PISM បាននិយាយថានេះបាននិយាយអំពីភាសានៃកងកម្លាំងដែលរុស្ស៊ីប្រើប្រាស់ឥតឈប់ឈរនៅក្នុងសង្គ្រាមអ៊ុយក្រែនហើយអ៊ុយក្រែនយល់ថាត្រូវឆ្លើយតបជាមួយទៅនឹងភាសាដូចគ្នាការអធិប្បាយទៅលើក្បួនព្យុហយាត្រានៅថ្ងៃទី9ខែឧសភាក៏បង្ហាញផងដែរថាអ៊ុយក្រែនមានអារម្មណ៍ថាវាស្ថិតនៅក្នុងទីតាំងដ៏រឹងមាំមួយទល់ទៅនឹងរុស្ស៊ីនៅសប្តាហ៍នេះនេះបញ្យោងទៅតាមវិជ្ជាបណ្ឌិតដែលជាសាស្ត្រាចារ្យផ្នែកនយោបាយរុស្ស៊ីនិងអឺរ៉ុបខាងកើតនៅសាកលវិទ្យាល័យ Oxford នៅក្នុងការសន្ទនាជាមួយទៅនឹងសារព័ត៌មាន Q Independent ការគម្រាមកំហែងពីការវាយប្រហារទៅលើក្បួនទិវាជ័យជំនះក៏ទំនងជាសម្ដៅទៅលើមេដឹកនាំបរទេសដែលមានគម្រោងទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូនៅថ្ងៃទី9ខែឧសភាខណៈពេលដែលសេចក្តីថ្លែងការណ៍របស់អ៊ុយក្រែនពីការមិនធានាសុវត្ថិភាពរបស់មេដឹកនាំបរទេសនៅក្នុងទីក្រុងមូស្គូអាចរារាំងមនុស្សមួយចំនួនពីការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីពួកគេក៏ជាការឆ្លុះបញ្ចាំងពីសង្គ្រាមដែលកំពុងបន្តនិងហានិភ័យដែលវាបង្កឡើងការអធិប្បាយទាំងនេះកើតឡើងនៅពេលដែលអ៊ុយក្រែនបន្តបញ្ជូនជនហោះគ្មានមនុស្សបើកទៅវាយប្រហារទៅលើទីក្រុងមូស្គូដោយការវាយប្រហារទាំងនេះបានបង្កើតលទ្ធផលជាក់ស្ដែងមួយកាលពីថ្ងៃទី7ខែឧសភាជនហោះដឹកប្រធានាធិបតីសេប៊ីទៅកាន់ទីក្រុងមូស្គូដំបូងមិនអាចទៅដល់រដ្ឋធានីរុស្ស៊ីបានទេដោយសារតែសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ុយក្រែនខណៈពេលដែលជនហោះរបស់លោកប្រធានាធិបតីសេប៊ីត្រូវបានផ្អាកនៅក្នុងទីក្រុងបាគូប្រធានាធិបតីសេប៊ីក្រោយមកអាចបន្តការហោះហើររបស់លោកទៅកាន់ទីក្រុងមូស្គូលោកប្រធានាធិបតីសេប៊ីបានបញ្ជាក់ថាខ្ញុំមិនដឹងច្បាស់ថានឹងមានអ្វីកើតឡើងនៅថ្ងៃទី9ខែឧសភានោះទេចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយជាមួយទៅនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តាមទូរស័ព្ទនៅថ្ងៃទី8ខែឧសភាដើម្បីពិភាក្សាអំពីសង្គ្រាមដែលបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ីនិងបទឈប់បាញ់ដែលមានសក្តានុពលយោងទៅតាមលោក Zelensky មេដឹកនាំទាំងពីរបានសន្ទនាគ្នាដ៏ល្អដែលមានទាំងកក់ក្ដៅនិងស្ថាបនាពួកគេបានអបអរសាទរគ្នាទៅវិញទៅមកនិងប្រជាជាតិរៀងៗខ្លួនជាមួយទៅនឹងទិវាជ័យជំនះនៅទ្វីបអឺរ៉ុបដែលជាការរំលឹកដល់ការបរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី2លោក Zelensky បានធ្វើការអធិប្បាយអំពីរបៀបដែលបរាជ័យនៃលទ្ធិណាស៊ីក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសសម្ព័ន្ធមិត្តបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពច្បាប់អន្តរជាតិនិងជីវិតធម្មតាសម្រាប់ប្រទេសជាច្រើនលោក Zelensky និងលោក Trump បានពិភាក្សាអំពីសកម្មភាពរួមគ្នារួមទាំងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននិងសម្ពាធទៅលើប្រទេសរុស្ស៊ីផងដែរពួកគេក៏បានពិភាក្សាអំពីស្ថានភាពជួរមុខកិច្ចខិតខំប្រឹងប្រែងការទូតនិងបទឈប់បាញ់ពិតប្រាកដនឹងយូរអង្វែងលោក Zelensky ក៏បាននិយាយផងដែរថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ពេញលេញដែលបានចាប់ផ្ដើមពីពេលនេះទៅបទឈប់បាញ់យូរអង្វែងនឹងអាចទុកចិត្តបាននឹងក្លាយទៅជាសូចនាករពិតប្រាកដនៃចលនាឆ្ពោះទៅរកសន្តិភាពការសន្ទនារវាងលោក Zelensky និងលោក Trump ធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងនាពេលថ្មីនេះរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីជិត2ខែមុនអ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃដែលបានស្នើឡើងដោយអាមេរិកប៉ុន្តែទីក្រុងមូស្គូបានធ្វើការបដិសេធដោយទាមទារឲ្យមានការបញ្ឈប់ទាំងស្រុងទៅលើជំនួយយោធាដល់ប្រទេសអ៊ុយក្រែនរុស្ស៊ីបានប្រកាសម្ដងហើយម្ដងទៀតនៅការត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពខណៈពេលដំណើរគ្នាជំរុញការទាមទារការលើកលែងពន្ធមួយចំនួនពីអឺរ៉ុបទីក្រុងគៀវបានច្រានចោលការប្រកាសទាំងនេះថាជាការឃោសនាបំភ្លឺនិងកត់សម្គាល់ថាកងកម្លាំងរុស្ស៊ីបានត្រឹមតែបង្កើតការវាយប្រហាររបស់ពួកគេទៅលើទីក្រុងនិងទីប្រជុំជនរបស់អ៊ុយក្រែនប៉ុណ្ណោះ។